បញ្ហានេះយូរមានមួយទេអាចថាយើងប្រើសុក screen computer វិញមានបញ្ហាអញ្ចឹងហើយកន្លងមកគឺខ្ញុំអត់ដែលចាប់អារម្មណ៍ទេព្រោះខ្ញុំអត់ដែលជួបបញ្ហាហ្នឹងប៉ុន្តែដោយសារ computer កន្លែងការងារគាត់មានបញ្ហាបែបហ្នឹងអញ្ចឹងខ្ញុំគិតថាប្រហែលជាមានបងប្អូនយើងជួបបញ្ហាអញ្ចឹងដែរគឺបញ្ហាបាត់ color computer លក្ខណៈថាយើងចូលនៅអញ្ចឹងក៏ឃើញសខ្មៅអញ្ចឹងទោះយើងទោះបីយើងចូល Google ក៏អត់មាន color អីដែរគឺចេញមកសខ្មៅចឹងហ្មងឃើញទេបាទសខ្មៅចឹងអញ្ចឹងដើម្បីឲ្យយើងអាចដោះស្រាយបញ្ហាហ្នឹងគឺយើងចូលបើសិនជាកន្លែងខ្លះគេចូលកន្លែងនេះឃើញប៉ុន្តែកុំព្យូទ័រខ្ញុំអត់ឃើញហើយយើងមើលកន្លែងនេះក៏អត់ឃើញដែរអញ្ចឹងយើងមើលកន្លែងនេះក៏អត់ឃើញអញ្ចឹងយើងអាច search កន្លែងនេះ search ទៅរកពាក្យថា accessibility accessibility អូខេ accessibility អូខេអញ្ចឹងនៅពេលដែលយើងចូលកន្លែងពាក្យ accessibility ហ្នឹងយើងចូលមើលកន្លែងនេះកន្លែងនេះ color filter ណាចូលមើលកន្លែង filter color filter អញ្ចឹងវានេះ use color filter មានន័យថានៅពេលដែលយើងបើក color filter ហ្នឹងទៅគឺវាមានបញ្ហាបែបហ្នឹងអញ្ចឹងដើម្បីឲ្យយើងអាចដោះស្រាយគ្រាន់តែយើងបិទអានេះវិញទៅណាអញ្ចឹងនៅពេលដែលយើង turn off color filter គឺ window របស់យើងគឺដើរមកវិញធម្មតាបាទឃើញទេធម្មតាអញ្ចឹងខ្ញុំគិតថាប្រហែលជាមានបងប្អូនយើងអាចជួបបញ្ហាហ្នឹងអញ្ចឹងអាចសាកល្បងបញ្ហាហ្នឹងបានណាអូខេ